ជំរាបសួរបងប្អូនថ្ងៃនេះកូនពៅមកបញ្ចេញស្នាដៃទៀតហើយមកម្ហូបដែលកូនពៅយកមកធ្វើថ្ងៃនេះគឺញ៉ាំមីសួរចាដោយប្រើជាមួយនឹងទឹកប្រហុកខុសកាលពីវីដេអូមុនកាលពីមុនខ្ញុំប្រើជាមួយនឹងទឹកត្រីបុកថ្ងៃនេះចង់ប្លែកអារម្មណ៍ណាមួយរៀងក្លៀនជាមួយនឹងទឹកប្រហុកដែរចាខានញ៉ាំយូរហើយបងប្អូនដាស់សាយប៉ុន្តែក្លៀនតែរបស់ចឹងចាឲ្យសម្រាប់គ្រឿងផ្សំរបស់ខ្ញុំគឺងាយស្រួលមែនតើចាខ្ញុំមានតែជាមួយនឹងស្ពៃក្តោបពណ៌ស្វាយពណ៌សប៉េងប៉ោះ cherry ម្ទេសជីគ្រប់មុខចាមានជីនឹងវងជីរណាចាជីមីញ៉ែចាដាក់តាមចំណងចំណូលចិត្តណាបងប្អូនហើយសម្រាប់បន្លែវិញគឺខ្ញុំស្រស់ចាស្រស់វាមកសពបន្តិចទៅមុននឹងយកទៅញ៉ាំចាបើសិនជាអត់ស្រស់ទេគឺអត់សូវមានសុវត្ថិភាពនៅក្នុងការញ៉ាំទេព្រោះអីបន្លែបច្ចុប្បន្នវារៀងគីមីច្រើនណាបងប្អូនចាបន្ទាប់មកគឺមីសូក៏ខ្ញុំស្រស់ដែរចាខ្ញុំស្រស់មកល្មមចាមិនជាតុនពេកទេហើយខ្ញុំត្រាំជាមួយនឹងទឹកជាហើយសម្រាប់សាច់វិញខ្ញុំប្រើជាមួយនឹងទ្រូងមាន់ហើយនឹងសាច់ជ្រូកចាបន្តិចដែរចាដោយសារតែអត់មានសាច់ជ្រូកក៏អញ្ចឹងខ្ញុំដាក់ជាមួយនឹងទ្រូងមាន់ក៏បានដែរចាហើយសម្រាប់ទឹកប្រហុកវិញគឺខ្ញុំធ្វើងាយស្រួលទេបងប្អូនខ្ញុំដាក់ប្រហុកចាចូលទៅដាំឲ្យពុះជាមួយនឹងអំពិលទុំទៅហើយខ្ញុំឲ្យចម្រោះចាឲ្យទុកឲ្យវារងតិចទៅដើម្បីយកទឹកវាទៅញ៉ាំជាមួយនឹងមីសួរនឹងតែម្ដងហើយនេះគឺសាច់របស់ខ្ញុំនឹងគ្រឿងបន្លែហ្នឹងខ្ញុំរៀបចំហើយបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមរៀបចំបេះសាច់ចាសាច់មាន់ទ្រូងមាន់យើងហ្នឹងចាទ្រូងមាន់ញ៉ាំទៅល្អសម្រាប់សុខភាពបងប្អូនចាអត់ឡើងគីឡូចាដោយសារតែអត់មានជាតិខ្លាញ់អញ្ចឹងណាសម្រាប់សាច់មាន់ចាបើសិនជាបងប្អូនចង់បានរាងតូចចាបេះឲ្យតូចទៅបងប្អូនចាបើសិនជាចង់បានរាងធំចាបេះឲ្យធំតាមចំណង់ចំណូលចិត្តណាតែសម្រាប់ខ្ញុំគឺខ្ញុំបេះមកល្មមប៉ុណ្ណឹងអាចបងប្អូនហើយសាច់មាន់នេះគឺខ្ញុំប្រើអត់ច្រើនទេខ្ញុំប្រើតែបន្តិចដែរទេបងប្អូនបើសិនជាបានដាក់លាយជាមួយនឹងបកាចាឬមួយក៏មឹកបន្ថែមបន្តិចទៀតគឺទៅតែឆ្ងាញ់តែដោយសារតែខ្ញុំអត់បានទៅផ្សារបងប្អូនចាខ្ញុំទៅទិញត្រឹមតែតូបបងស្រីខ្ញុំចាដែលគាត់លក់បន្លែសាច់ណាចាហើយឥឡូវនេះគឺគ្រឿងផ្សំខ្ញុំរៀបចំហើយហើយការញ៉ាំគឺចាក់ចូលទាំងអស់មកបងប្អូនចាដាក់ក្នុងចានដែកមួយមកយើងចាក់ចូលគ្រឿងផ្សំទាំងអស់ចាឲ្យតែមានចាលើកលែងតែជីទេចាយើងច្បោកច្បល់វាឲ្យសប់ជាមួយនឹងបន្លែជាមួយនឹងមីសួរនឹងសិនទៅចាហើយខ្ញុំដាក់ជាមួយនឹងខ្ទឹមច្រាំជាមួយនឹងម្ទេសចំពោះខ្ទឹមច្រាំនេះបើសិនជាបងប្អូនអត់ចូលចិត្តមិនចាំបាច់ដាក់ក៏បានដែរចាមានបងប្អូនខ្លះក៏អត់សូវចូលចិត្តក្លិនខ្ទឹមអញ្ចឹងណាហើយខ្ញុំចាក់ជាមួយនឹងទឹកអំពិលទុំនិងទឹកប្រហុកចាហើយដាក់គ្រឿងទេសមានដូចជាម្សៅស៊ុបស្ករសចាប៊ីចេងជាមួយនឹងទឹកត្រីបន្តិចចាលួចបន្តិចមកបងប្អូនហើយសម្រាប់ស្ករសវិញដាក់រៀងច្រើនបន្តិចទៅដោយសារតែយើងយករសជាតិរៀងប្រៃផ្អែមជូរហឹរចាការញ៉ាំបើសិនជាអត់សូវផ្អែមក៏អត់សូវឆ្ងាញ់ទេចាហើយច្បោកច្បល់ចូលគ្នាទៅហើយចុងក្រោយគឺដាក់ជាមួយនឹងជីដែលមានរៀបចំហើយនឹងចាមានជីរណាជីអំបងជីមីញ៉ែចាដាក់ជី3មុខនឹងចូលទៅគឺថាឈ្ងុយមែនតែនបងប្អូនអើយចាឥឡូវនេះញោមរបស់ខ្ញុំរៀបរាល់ហើយចាខ្វះម្យ៉ាងចាខ្វះជាមួយនឹងសណ្តែកដីដោយសារតែខ្ញុំអត់បានលេងបងប្អូនអញ្ចឹងទៅក៏រៀងជ្រិលចិត្តយប់ទៅហើយអញ្ចឹងខ្ញុំក៏អត់បានដាក់តែម្ដងទៅចាឥឡូវចូលដល់វគ្គដើម្បីភ្លក់ជូនបងប្អូនហើយសម្រាប់ញោមនេះគឺរសជាតិវាល្មមចាប្រៃផ្អែមជូរហឹរចាបើសិនជាបងប្អូនចង់ញ៉ាំជាមួយបាយក៏បានចាចង់ញ៉ាំតេលេងដូចខ្ញុំក៏បានដែរខ្ញុំអត់ញ៉ាំមួយបាយទេបងប្អូនខ្ញុំញ៉ាំតែតេណាចារួចបាយល្ងាចទេបងប្អូនចាស្មោកគីឡូណាហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការចូលទស្សនាចាំជួបគ្នាវីដេអូក្រោយជម្រាបលាបាយបាយ